ប្រភ្នូលមិនល្អសម្រាប់ថៃដំរីព្រៃចូលអុកលុកដល់ភូមិស្រុកតើជាសញ្ញាថាស្រុកទេសកើតកលយុគឬយ៉ាងណាសារព័ត៌មានថៃកៅសុតចុះផ្សាយនៅថ្ងៃទី3 ខែមិថុនាឆ្នាំ2025បានឲ្យដឹងថាមានហេតុការណ៍ភ្ញាក់ផ្អើលមួយនៅឯភាគឦសានប្រទេសថៃដោយប្រជាពលរដ្ឋនៅក្នុងហាងលក់ទំនិញមួយកន្លែងនាំគ្នារត់ចែកជើងគ្នាគេចយករួចខ្លួនចេញពីសត្វដំរីព្រៃដ៏ធំមួយក្បាលដែលបានចូលមកអុកលុកនៅឯក្នុងស្រុកប៉ាក់ឆងខេត្តនគររាជសីមាប្រភពបន្តថានៅម៉ោងប្រហែល 3:30 នាទីរសៀលថ្ងៃទី2 ខែមិថុនាឆ្នាំ2025ដំរីព្រៃមួយក្បាលដែលមានឈ្មោះថាផ្លៃបានលាក់បានវង្វេងចេញពីឧទ្យានជាតិកៅយ៉ៃហើយបានដើរតម្រង់ចូលទៅក្នុងហាងលក់ទំនិញតូចមួយនៅក្នុងឃុំមូស៊ីស្រុកប៉ាក់ឆងដែលមានចម្ងាយត្រឹមតែ1 គីឡូម៉ែត្រប៉ុណ្ណោះពីច្រកចូលឧទ្យានជាតិខាងលើម្ចាស់ហាងទំនិញឈ្មោះនងផ្លយដែលកំពុងជាប់ដៃលក់ដូរគិតលុយឲ្យអតិថិជនបានបញ្ជាក់ថាវត្តមានរបស់ភ្ញៀវដ៏ចម្លែកជាដំរីព្រៃដ៏ធំមួយក្បាលនេះបង្កឲ្យមានភាពចលាចលផ្ទុះឡើងក្នុងហាងហើយគ្រប់គ្នាមានការផិតភ័យបានរត់រកកន្លែងសុវត្ថិភាពមុនពេលតាក់ទងទៅមន្ត្រីឧទ្យានជាតិកៅយ៉ៃភ្លាមដើម្បីសុំជំនួយក្រោយពីទទួលបានសេចក្តីរាយការណ៍មន្ត្រីឧទ្យានរៈបានចុះមកដល់ទីតាំងកាត់ហេតុភ្លាមដើម្បីនាំយកដំរីត្រឡប់ទៅឧទ្យានវិញប៉ុន្តែដំរីមួយក្បាលនេះហាក់បីដូចជាមិនអើពើនោះឡើយដោយវាបានចំណាយពេលជាង10នាទីដើម្បីស៊ីអាហារជាច្រើនមុខនៅខាងក្នុងនោះមុនពេលដែលវាត្រូវបានគេនាំយកចេញមកខាងក្រៅបានសម្រេចម្ចាស់ហាងទំនិញបានឲ្យដឹងថាសត្វដំរីបានរើសទំនិញនិងស៊ីនេះស៊ីនោះដោយមិនទាន់បានគិតលុយនៅឡើយនោះហើយការខូចខាតក្នុងការប៉ាន់ស្មានថាមានតម្លៃជាង 1000 បាតតែប៉ុណ្ណោះយោងតាមមន្ត្រីឧទ្យានជាតិកៅយ៉ៃបានអះអាងថាដំរីព្រៃតែងតែចូលភូមិម្ដងម្កាលហើយដំរីជាច្រើនក្បាលតែងតែព្យាយាមលួចរបស់ស៊ីពីតូបលក់ដូររបស់អ្នកភូមិដែលនេះជាសញ្ញាក្រើនរំលឹកមួយទៀតសម្រាប់សហគមន៍ដែលរស់នៅភូមិក្បែរព្រៃត្រូវតែប្រុងប្រយ័ត្នចំពោះវត្តមានរបស់ដំរីទាំងនេះគួរកត់សម្គាល់ថាព័ត៌មានស្ដីពីវត្តមានភ្ញៀវដ៏ធំដែលគ្មានម្ចាស់ហាងណាមួយចង់ស្វាគមន៍ខាងលើនេះត្រូវបានផ្សព្វផ្សាយព្រោងព្រាតទៅដល់សារព័ត៌មានអន្តរជាតិដូចជា South China Morning Post និង New York Post ជាដើមហើយខណៈដែលមនុស្សភាគច្រើនចាត់ទុកជារឿងកំប្លែងនោះក៏មានមនុស្សភាគច្រើនទៀតលើកឡើងថាវាមិនមែនជារឿងលេងសើចនោះទេដំរីព្រៃអាចបង្កគ្រោះថ្នាក់អាយុជីវិតមនុស្សបានហើយតើអ្នកណានឹងទទួលខុសត្រូវចំពោះការខូចខាតរបស់អ្នកស្រុកខណៈដែលក្រុមមនុស្សដែលមានជំនឿមួយចំនួនចាត់ទុកថាវាអាចជាប្រផ្នូលឬសញ្ញាមិនល្អក៏ថាបានដូចយើងដឹងហើយថាទាំងជនជាតិខ្មែរទាំងជនជាតិថៃសុទ្ធតែមានជំនឿចំពោះព្រលឹងអរិយអ្នកតាគោរពសាសនាព្រហ្មញ្ញផងនិងព្រះពុទ្ធសាសនាផងតាមសម័យកាលនីមួយៗព្រមទាំងមានជំនឿចំពោះសកម្មភាពសត្វដែលបានចូលមកក្នុងភូមិស្រុកនិងបាតុភូតធម្មជាតិផ្សេងៗទៀតផងតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នអ្នកស្រុកតែងតែសង្កេតចំពោះសកម្មភាពសត្វស្រុកឬសត្វព្រៃយ៉ាងហ្មត់ចត់ក្នុងជីវភាពប្រចាំថ្ងៃហើយបានដំណាលប្រាប់កូនចៅតគ្នាថាសត្វខ្លះនាំមកនៅសិរីសួស្តីឯខ្លះនាំមកនៅឧបទ្រពចង្រៃចំពោះសត្វដែលរស់នៅក្នុងព្រៃវាមានទម្លាប់ភ័យខ្លាំងណាស់មិនចង់ឃើញមនុស្សឡើយប៉ុន្តែបើវាចូលមកក្នុងស្រុកម្ដងគេថាវាមានអ្នកថែរក្សាចូលសន្ធិដ្ឋនៅក្នុងខ្លួនសត្វដើម្បីប្រាប់មនុស្សពីប្រផ្នូលមិនល្អថាអាចនឹងមានគ្រោះអាក្រក់ដល់ស្រុកភូមិដែលចាស់តែងតែចំណាំនិងដំណាលប្រាប់កូនចៅថាស្រុកភូមិយើងនឹងមានឧបទ្រពចង្រៃកើតគ្រោះថ្នាក់ឆ្លោះទាស់តែងគ្នាឃ្លាតចាកពីក្រុមគ្រួសារឬស្រុកកំណើតមិនខានឡើយ